สุดท้ายเนี่ยគ្នាជួបគ្នាជាមួយនឹងខ្ញុំម្ដងទៀតនៅការនិយាយរឿងខ្មោចហើយសាច់រឿងថ្ងៃនេះគឺមានចំណងជើងថាខ្មោចបំពេកូនចង់ដឹងថាពីរោះស្ដាប់ហើយមានឈុតឆាកព្រឺព្រួយរំភត់យ៉ាងណាកុំភ្លេចស្ដាប់វីដេអូនេះឲ្យដល់ចប់តើកុំឲ្យខាត់ពេលយូរយើងចូលទៅវីដេអូយើងទាំងអស់គ្នាដោយផ្ដើមសាច់រឿងមកក្នុងអំឡុងឆ្នាំ2001 2002តែមានភូមិមួយហ្នឹងគឺថានៅដាច់ស្រយាលមែនទែនអញ្ចឹងភូមិហ្នឹងគឺអត់សូវមានផ្ទះច្រើនប្រហែលទេមានផ្ទះត្រឹមតែ20ខ្នង30ខ្នងអីទេហើយមានន័យថាភូមិហ្នឹងគឺនៅបែបជាយក្រុងហើយនៅព្រៃហើយឆ្នាំ2001 2002ហ្នឹងគឺថានៅព្រៃច្រើននៅឡើយទេអត់ទាន់មានផ្ទះច្រើនដូចឥឡូវទេអញ្ចឹងម្ចាស់សាច់រឿងយើងឈ្មោះបងងោលហ្នឹងគាត់មានពួកម៉ា2នាក់ទៀតបងយុនហើយនិងបងហុកដោយពួកគាត់3នាក់ហ្នឹងគឺនៅក្នុងភូមិហ្នឹងហើយអំឡុងឆ្នាំហ្នឹងគឺគាត់មានអាយុត្រឹមតែ12 13ឆ្នាំអីទេអ្នកគ្នាហើយទម្លាប់គាត់ជាប្រចាំថ្ងៃហ្នឹងគឺគាត់ទៅដើររកបេះផ្លែឈើហ្នឹងនៅក្នុងព្រៃប៉ុន្តែគាត់អត់ទៅជ្រៅទេគាត់មានន័យថាគាត់គឺនៅគៀនផ្ទះនឹងដែរទេហើយគាត់ដើររកផ្លែឈើអញ្ចឹងមកហើយគាត់យកមកលក់នៅក្នុងភូមិដើម្បីគាត់បានលុយចាយក៏លុយទៅរៀនអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺគាត់ធ្វើអាសកម្មភាពដដែលហ្នឹងរាល់ថ្ងៃហ្មងហើយពេលដែលគាត់ចូលទៅដើររកផ្លែឈើហ្នឹងគឺគាត់អត់ដែរទៅម្នាក់ឯងទេនៅគ្នាគឺគាត់ទៅ3នាក់ពួកម៉ាក់គាត់ហ្នឹងដែលមានបងជុនបងហុកហើយនឹងគាត់បងងោលហើយក្នុងអំឡុងពេលហ្នឹងគឺថាអត់មានបញ្ហាអីកើតឡើងទេគឺថាគាត់ទៅបេះរាល់ថ្ងៃហើយគាត់ទៅបេះពីម៉ោង11 12អីចឹងទៅប្រហែលជាគាត់ញ៉ាំបាយហើយបន្ទាប់មកដែលគាត់មកវិញហ្នឹងខ្ទង់ម៉ោង6ជួនកាលម៉ោង7យប់អីបានមកដល់ផ្ទះវិញហើយព្រៃគាត់ដែលចំណាំគាត់ទៅរកផ្លែឈើហ្នឹងឪពុកម្ដាយគាត់ហ្នឹងក៏បានប្រាប់ដែរថាឲ្យគាត់រកហ្នឹងគឺឲ្យរកតែនៅខាងកាត់ស្ទឹងទេអត់ឲ្យឆ្លងទៅរកខាងលិចស្ទឹងទេអញ្ចឹងគឺគាត់ធ្វើតាមដំណាំឪពុកម្ដាយគាត់ហ្នឹងគឺអត់ដែលឆ្លងទៅខាងលិចស្ទឹងទេដោយម្ដាយគាត់ហ្នឹងក៏បានបញ្ជាក់ប្រាប់គាត់ថាព្រៃដែលនៅខាងលិចស្ទឹងហ្នឹងគឺជាព្រៃខ្មោចមានន័យថាកាលពីលើកមុនហ្នឹងគេយកខ្មោចដែលបានស្លាប់អីហ្នឹងយកទៅចោលឬក៏យកមិនយកទៅចោលទេគឺយកទៅកប់ប៉ុន្តែគេកប់នៅខាងលិចស្ទឹងហ្នឹងហើយកាលពីលើកមុនអីគឺអត់មានណាគេហ៊ានទៅទេរហូតមកដល់ស្រាប់តែថ្ងៃមួយហ្នឹងគាត់ក៏បានបបួលមិត្តភក្តិគាត់បងយុនបងហុកទៅរកផ្លែឈើហ្នឹងក៏ដូចសពមួយដងដែរដែលគាត់បបួលទៅរកអាព្រៃនៅខាងកើតស្ទឹងគឺគាត់អត់ហ៊ានទៅទេអញ្ចឹងថ្ងៃហ្នឹងគឺគាត់ហូបបាយហូបអីរួចខ្ទង់ម៉ោង1គាត់រៀងយឺតដែរអ្នកគ្នាអញ្ចឹងគាត់ក៏បានរៀបចំអីវ៉ាន់គាត់មានសម្ភារៈគាត់សម្រាប់ឡើងបេះហើយក៏មានកត្រកមានអីអញ្ចឹងគាត់ក៏បានចេញដំណើរទៅហើយឪពុកម្ដាយគាត់នឹងក៏បានប្រាប់គាត់បញ្ជាក់គាត់ដែរថាអត់ឲ្យទៅព្រៃខាងលិចស្ទឹងទេអញ្ចឹងគាត់ក៏បានឆ្លើយអីជាមួយនឹងឪពុកម្ដាយគាត់នឹងទៅគាត់ក៏បានធ្វើដំណើរទៅអញ្ចឹងគាត់ដើររៀងមួយសម្បកដែរហ្នឹងក៏រកអត់ឃើញទេអ្នកគ្នាផ្លែឈើអត់មានដូចសពមួយដងទេគឺថារកអត់ឃើញហ្មងអញ្ចឹងគាត់ក៏បន្តដើររកផ្លែឈើហ្នឹងទាំងអត់ឃើញហ្នឹងអស់រយៈពេលជាប្រហែលខ្ទង់2ម៉ោងចូលម៉ោង3ម៉ោង4ហើយនៅតែរកអត់ទាន់បានទេគាត់មិនរកអត់បានសោះទេគឺរកបានខ្លះប៉ុន្តែអត់បានអីដែលគាត់ចង់បានណាមានន័យថាច្រើនដូចដែលគាត់ចង់បានអញ្ចឹងគាត់ររហូតដល់ម៉ោង4កន្លះគាត់ក៏បានបបួលមិត្តភក្តិគាត់ថាយើងរកអត់បានអញ្ចឹងហើយអាព្រៃខាងលិចស្ទឹងហ្នឹងគឺយើងអត់ដែរទៅរកទេអញ្ចឹងហើយយើងគិតសាកទៅរកអត់ទៅរកនៅនឹងអត់អញ្ចឹងគាត់ក៏បានពិភាក្សាគ្នាទៅគាត់ថាអញ្ចឹងចូលទៅក៏បានដែរពេលហ្នឹងគាត់អត់មានគិតអីច្រើនទេគាត់ក៏រឿងភ្លេចអីដែលឪពុកម្ដាយគាត់ប្
ប្រាប់មកពីផ្ទះថាអត់ឲ្យឆ្លងទៅខាងលិចស្ទឹងទេអញ្ចឹងពេលហ្នឹងគាត់ថាយើងចូលទៅរាកបានហើយយើងកុំចូលទៅជ្រៅពេកណាខ្ទង់200 300ម៉ែត្រអីបានហើយអញ្ចឹងទឹកស្ទឹងហ្នឹងគឺអត់មានទឹកច្រើនទេនៅគ្នាគឺថ្មមានអីចឹងហើយទឹកហូរកាត់តិចអីចឹងគឺថាអត់សូវជ្រៅប៉ុន្មានទេពេលហ្នឹងគាត់ក៏សម្រេចចិត្តដើរទៅរទៅគឺថាឃើញច្រើនមែនទែននៅគ្នាសិតតែផ្លែឈើអញ្ចឹងគាត់ក៏ធ្វើការបេះយកមកហើយពេលហ្នឹងខ្ទង់ម៉ោង5ហើយនៅគ្នា5កន្លះជិត6ហើយរឿងនឹងងាយមែនទែនហើយអញ្ចឹងនៅក្នុងព្រៃឲ្យគ្នាដឹងហើយខ្ទង់ម៉ោងប៉ុណ្ណឹងអីគឺរឿងនឹងងឹតហើយដោយសារពលឺថ្ងៃហ្នឹងវាចូលមកក្នុងព្រៃហ្នឹងអត់បានទេព្រោះអីស្លឹកឈើហ្នឹងវាច្រើនអញ្ចឹងពួកគាត់3នាក់ហ្នឹងគឺថាអត់សូវទៅឆ្ងាយពីគ្នាទេគឺនៅជិតគ្នាដែរពេលហ្នឹងបងងោដែលជាម្ចាស់សាច់រឿងហើយនឹងបងយុនគាត់នៅក្រោមទីឯបងហុកវិញគឺគាត់ឡើងទៅលើដើមឈើរួចគាត់បេះផ្លែឈើអីហ្នឹងគាត់ទម្លាក់មកដើម្បីឲ្យបងងោនិងបងយុនហ្នឹងរើសដាក់កត្រករើសដាក់អីចឹងពេលហ្នឹងក៏គាត់កំពុងតែបេះហ្នឹងក៏មានខ្យល់ត្រជាក់ខ្យល់ហ្នឹងគឺថាមកប៉ះពីក្រោយខ្នងគឺមានអារម្មណ៍ថាត្រជាក់ហើយនឹងព្រឺឆ្អងខ្នងមែនទែនហើយពេលហ្នឹងគឺម៉ោង6ក្នុងម៉ោង6ជាងហើយគាត់ក៏បានធ្វើការបេះទៀតដោយគាត់អត់មានចាប់អារម្មណ៍ទេគាត់ស្មានតែខ្យល់ធម្មតាបក់មកប៉ះខ្នងអញ្ចឹងហើយបង្ហុកហ្នឹងគាត់ឡើងអត់សូវខ្ពស់ប៉ុន្មានទេគាត់ឡើងប្រហែលជា3-4ម៉ែត្រអីទេពីឯដើមឈើហ្នឹងគឺមានកម្ពស់មែនទែនរហូតដល់10ម៉ែត្រជាងអញ្ចឹងគាត់កំពុងតាបេះហ្នឹងគាត់ក៏ឮសលេងល្វើយអ្នកគ្នាចង់ដឹងថាគាត់ឮសលេងអីអត់គឺគាត់ឮសលេងកូនក្មេងយំហើយអ្នកគ្នាឆ្ងល់ហើយនៅក្នុងព្រៃមិនឮសលេងកូនក្មេងយំហើយព្រៃហ្នឹងគឺអត់សូវរាកបានទេគឺរៀងជ្រៅដែរអញ្ចឹងកូនក្មេងអត់អាចមកដល់នឹងបានទេអញ្ចឹងគាត់ក៏រៀងសង្ស័យពេលហ្នឹងគាត់ក៏បន្តការបេះប៉ុន្តែក្នុងចិត្តគាត់ម្នាក់ហ្នឹងគឺគាត់បានលឺទាំងអស់គ្នាអញ្ចឹងគាត់ក៏មានអារម្មណ៍ថារៀងខ្លាចអញ្ចឹងគាត់ក៏បានប្រាប់បង្ហុកហ្នឹងថាឲ្យបេះលឿនឡើងឆាប់បានត្រឡប់ទៅផ្ទះវិញពេលហ្នឹងបង្ហុកគាត់បេះគៀនប្រគៀបឈើនៅហ្នឹងគឺមានប្រគៀបឈើនៅជិតគាត់ហើយវាថាចែកគាត់ច្រកគៀវប្រគៀបឈើហ្នឹងដើម្បីឆោងទៅបេះផ្លែឈើពេលហ្នឹងគាត់ឮសលេងកូនក្មេងហ្នឹងគឺមានអារម្មណ៍ថាចិត្តទៅហើយដល់ពេលគាត់ស្ដាប់យូរហ្នឹងសលេងហ្នឹងគឺនៅពីលើគាត់ពេលហ្នឹងពួកគាត់3នាក់ហ្នឹងគឺចាប់ដើមមើលមុខគ្នាហើយស្រាប់តែគាត់បន្តការបេះប្រហែលជាខ្ទង់5នាទីទៅមុខទៀតគាត់ក៏បានឮសលេងចេះអូនហើយកុំធ្វើមកលឺពេកភ្ញាក់កូនមីងហើយនឹងពួកគាត់ទាំង3នាក់ហ្នឹងក៏បានមើលមុខគ្នាហើយក៏បានសម្លឹងមើលទៅលើពេលហ្នឹងបងងោលក៏បានប្រាប់ថាពួកគាត់ទាំង3នាក់ហ្នឹងគឺបានឃើញអន្រឹងមួយហើយក៏បានឃើញមនុស្សស្រីម្នាក់ដែលស្លៀកពាក់ពណ៌សហ្នឹងអង្គុយទម្លាក់សក់ហើយនឹងជើងចុះមកក្រោមនៅឯចុងឈើដែលគាត់កំពុងតែឡើងបេះផ្លែឈើហ្នឹងហើយចំណែកឯសក់វិញណាបងងោលប្រាប់ថាគឺវែងមែនទែនទៅពេលសក់ខ្មោចហ្នឹងគឺថាធ្លាក់មកជិតដល់បង្ហុកតែម្ដងពេលហ្នឹងណាបងហុករៀបនឹងចោលហើយតែពេលគាត់មិនអត់គឺគាត់ជាប់ពីគៀបឈើរីឯបងយុននិងបងងល់គាត់រត់បានប្រហែលជា 4-10 ជ្រៀនហើយពេលហ្នឹងគាត់ក៏ស្រែកហៅបងហុកថាបងហុករត់ឲ្យលឿនដល់ពេលហ្នឹងគាត់ក៏កលេចមកមើលបងហុកតែគាត់អត់ឮសលេងបង្ហុកទេគាត់ឮសលេងបង្ហុកហ្នឹងយំនៅលើដើមឈើដែលគាត់កន្លែងដែលគាត់បេះហ្នឹងគឺបង្ហុកពេលហ្នឹងគាត់ចុះអត់រួចទេគឺគាត់កំពុងតែជាប់ប្រគៀបឈើអត់ដឹងថាខ្មោចហ្នឹងគាត់ធ្វើម៉េចដើម្បីឲ្យបង្ហុកចុះហុកជាប់លើហ្នឹងគឺបង្ហុកគាត់ចុះមកវិញអត់រួចអញ្ចឹងពេលហ្នឹងដោយសារមិត្តភាពគឺបងងោលហើយនឹងបងយុនហ្នឹងគាត់អត់រត់ចោលបង្ហុកទេគាត់ក៏សម្រេចចិត្តទាំងខ្លាចដើម្បីទៅយកបង្ហុកចុះលើដើមឈើហ្នឹងវិញពេលហ្នឹងខ្មោចហ្នឹងគឺមានទឹកមុខកាចហើយពេលហ្នឹងគឺ
មុខវិញសិតតែឈាមរីឯសក់ហ្នឹងក៏វែងចំណែកឯខ្លួនវិញឈាមប្រឡាក់ពេញខ្លួនអ្នកគ្នាសាកគិតមើលទៅខោអាវពណ៌សហើយឈាមប្រឡាក់ពីលើខោអាវហ្នឹងឡើងក្រហមហ្មងអូនខ្មោចហ្នឹងក៏យំកាន់តែខ្លាំងទៅលឺសូបំពងពេញព្រៃតែម្ដងចឹងបងងោលហើយនឹងបងយុនហ្នឹងក៏បានវាថាឡើងទៅជួយដោះដើម្បីយើងរត់ទៅអស់គ្នាពេលហ្នឹងក៏ដោះទៅរំតាបានហ្នឹងគឺថាខ្មោចម្ដាយដែលនៅលើកំពុងតែយោលកូនហ្នឹងគឺថាសរត់ចោះមករកពួកគាត់អញ្ចឹងអ្នកគ្នាសាកសម័យមើលតើណាខ្មោចចោះមិនចោះដូចយើងធម្មតាណាគេចោះជើងមកមុនប៉ុន្តែខ្មោចហ្នឹងគឺវាចោះក្បាលមកមុនហើយជើងឡើងលើឲ្យបងយុនបងងល់បងហុកគឺគាត់ព្យាយាមចោះពីលើដើមឈើនឹងមករួចគាត់ក៏បានចោះមកបានសម្រេចអញ្ចឹងពេលហ្នឹងគាត់ក៏បានយកកត្រកយកអីគាត់ហ្នឹងគឺថារត់ទៅឆ្លងស្ទឹងអញ្ចឹងពេលហ្នឹងគឺគាត់រត់បដាហើយគាត់ងាកមកក្រោយបដានៅគ្នាគឺគាត់ឃើញខ្មោចដែលកំពុងតែអំពេកូនហ្នឹងគឺថារត់តាមគាត់បដាយដែលកំពុងតែ3កូនហើយរត់តាមគាត់គឺមិនរត់ជើងដល់ដីទេនៅគ្នាគឺថាជើងអត់ដល់ដីទេប៉ុន្តែលឿននៅគ្នាគាត់ថារត់មកប្រផុតប្រផាយគាត់ពេលនេះគាត់ភ័យមែនតើនៅគ្នាគាត់សឹងតែបោះអាកត្រកនឹងចោលអញ្ចឹងគាត់រត់ទៅដល់ស្ទឹងហ្នឹងគឺរៀងល្ងឹតមែនតើនៅគ្នាអញ្ចឹងគឺគាត់ទៅការឆ្លងទាំងភ័យទាំងអីផងអញ្ចឹងគឺថាឆ្លងលឿនមែនតើនៅគ្នាហើយខ្មោចហ្នឹងមកដល់ស្ទឹងហ្នឹងគឺថាបាត់តែម្ដងនៅគ្នាពេលហ្នឹងពួកគាត់ទាំង3នាក់ហ្នឹងក៏បានធ្វើដំណើរមកដល់ផ្ទះវិញខ្ទង់ម៉ោង7កន្លះពេលហ្នឹងសភាពម្នាក់វិញគឺសក់បាសហើយនៅគ្នាចំណែកឯទឹកមុខពួកគាត់វិញគឺថាមានការផិតភ័យមែនទែនអញ្ចឹងរត់មកដល់ផ្ទះឪពុកម្ដាយគាត់ហ្នឹងក៏បានសួរថាថៃក្រោយពីពួកគាត់ដាក់កត្រកចោលហើយគាត់ក៏បានរត់ទៅអោបពុកម៉ែគាត់ហើយបន្ទាប់ពីហ្នឹងក្រោយពីឪពុកម្ដាយគាត់លួងលោមស៊ូនាំទៅគាត់ក៏បានប្រាប់ដំណើររឿងទៅកាន់ឪពុកម្ដាយគាត់អញ្ចឹងឪពុកម្ដាយគាត់ហ្នឹងក៏បានប្រាប់គាត់ទៅវិញថាកាលពីប្រហែលឆ្នាំមុនហ្នឹងគឺមានគូសង្សារមួយគូហ្នឹងគឺថាស្រឡាញ់គ្នាមែនទែនដោយគូសង្សារហ្នឹងគឺគាត់បានជ្រុលជ្រុះធ្វើឲ្យខាងស្រីហ្នឹងគឺមានទម្ងន់អញ្ចឹងហើយគឺគាត់ឲ្យឪពុកម្ដាយហ្នឹងទៅស៊ូនាំខាងស្រីហើយខាងស្រីហ្នឹងអត់ដឹងថាគាត់កើតអីទេនៅគ្នាឪពុកម្ដាយខាងស្រីហ្នឹងគឺបានបដិសេធព្រមទាំងអត់ចង់ជួបមុខខាងប្រុសទេដោយស្អប់ខាងប្រុសមែនទែនអញ្ចឹងគ្រូសាខាងស្រីហ្នឹងគឺបានបំបាក់គូស្នេហ៍ទាំងពីរហ្នឹងដែលខាងស្រីកំពុងតែមានផ្ទៃពោះហ្នឹងអត់ឲ្យជួបគ្នាទេថែមទាំងឲ្យខាងស្រីហ្នឹងទម្លាក់កូននឹងចោលនៅគ្នាដោយក្នុងសម័យហ្នឹងគឺថាខាងស្រីដែលជាកូនឬក៏វាថាកូនផ្សេងដែលនៅក្នុងសម័យហ្នឹងគឺថាស្ដាប់ប្រកបឪពុកម្ដាយអញ្ចឹងក៏អត់ហ៊ានតវ៉ាអីទេគាត់ក៏បានបែកគ្នាតែទាំងចិត្តទាំងពីរនាក់ហ្នឹងគឺកំពុងតែស្រឡាញ់គ្នាខ្លាំងនេះគ្នាសាកគិតមើលថាចិត្តកំពុងតែស្រឡាញ់គ្នាខ្លាំងហើយឪពុកម្ដាយបំបាក់ទៀតហើយអំឡុងពេលហ្នឹងខាងស្រីហ្នឹងគឺមានផ្ទៃពោះទៀតអញ្ចឹងខាងស្រីហ្នឹងគឺមានការខូចចិត្តពីមួយថ្ងៃទៅមួយថ្ងៃអត់ព្រមញ៉ាំបាយអត់ព្រមអីទេនៅគ្នាពេលអញ្ចឹងខាងស្រីហ្នឹងក៏បានគិតខ្លីក៏បានដើរទៅអាព្រៃខាងលិចស្ទឹកហ្នឹងគឺថាគាត់បានចងកហ្នឹងគឺស្លាប់ទាំងម្ដាយទាំងកូនរីឯកូនហ្នឹងមានអាយុប្រហែលជា5ទៅ6ខែនៅគ្នាអញ្ចឹងតាំងពីពេលនឹងមកគឺថាអ្នកភូមិអ្នកអីហ្នឹងគឺអត់ហ៊ានទៅព្រៃអាខាងលិចស្ទឹកហ្នឹងទេដោយសារតែខ្មោចម្នាក់ស្រីហ្នឹងគឺលងឃើញបំពេកូនដោយដែរបងយុនបងងោតបងហុកហ្នឹងគាត់ឃើញចឹងឯង
chẳng chạy đòn ấy đam chơi đại cọt làng tọ bài nâng cứ chia đam chơi mà nè say nâng từ trong co chẳng hay có đăng thế nâng cứ chia hạt phò muối đại màu nâng cứ thà ôi cất khơi nào lỡ đam chơi nâng chẳng cọt cọ bán sau một bọc một đài nâng tôi sải tực chành chẳng tăng pp nâng máu cứ cọt chọc hiền tàu prey khang lịch từng nâng ấy nâng kia cứ cọt bay phải chơi ấy cứ cọt bay đỡ càng cao tế hai cọt cọ hiền tàu khiên từng nâng đài cứ cọt khai mình tên được nè cứ mình được bạ khối nhá nâng kia chẳng sạch rương màu pe câu nâng cứ chọc tầm nâng ấy nâng kia ta muốn phải chọc videoสำหรับเนี่ยมอทำไมคอมเพลตจด subscribe និង like ដើម្បីទទួលបានវីដេអូមុនគេអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយនៅគ្នា